ជំរាបសួរបងប្អូននេះគឺជាហាងឆេងមាសនៅថ្ងៃទី5ខែមករាឆ្នាំ2026តែនេះខ្ញុំប្រមូលលក់ច្រាស់រឹតអ្នកគុំលក់តាមខ្ញុំណាបើយើងអត់ត្រូវការអីគុំលក់តាមខ្ញុំហើយបើយើងលក់យកចំណេញហើយយើងចំណេញស្រាប់ហើយលក់ចុះតែបើតាមនេះគុំលក់អសក់ហើយយើងក៏នឹងជជែកគ្នាអំពីរឿងរ៉ាវថ្ងៃនេះដែររឿងរបស់ Venezuela គឺជារឿងក្តៅកគុកហើយរឿងរបស់ Venezuela គឺជារឿងដែលសហរដ្ឋអាមេរិកត្រូវការកាត់តម្រឹមទាំង Venezuela កាត់តម្រឹមទាំង Cuba កាត់តម្រឹមទាំងតំបន់អាមេរិកឡាទីននិងតំបន់បច្ចឹមបូព៌ាដើម្បីទប់ស្កាត់ដំណើររបស់ចិនត្រៀមខ្លួនរួចរាល់អស់ហើយសម្រាប់ការប្រគល់ប្រជែងជាមួយសហរដ្ឋអាមេរិកនៅតែសេដ្ឋកិច្ចទេប្រសិនបើសេដ្ឋកិច្ចរបស់ចិនល្អតៃវ៉ាន់មិនមែនជារឿងពិបាកសម្រាប់ចិនទេហើយសង្គ្រាមលោកលើកទី3ក៏មិនមែនជារឿងដែលពិបាកកើតដែរប៉ុន្តែប្រសិនបើសហរដ្ឋអាមេរិករៀបចំពិភពលោកឡើងវិញយើងក៏នឹងឃើញការពញាពេលនៃសង្គ្រាមលោកលើកទី3ដូចគ្នាមានមិនកាត់លឿនពីព្រោះគ្រប់យ៉ាងគឺចេញពីសេដ្ឋកិច្ចមុនចូលទៅដល់រឿងរ៉ាវទាំងអស់ដែលយើងជជែកគ្នាណាថ្ងៃនេះយើងជជែកគ្នាអំពីរឿងលោកត្រាំនិងគំនិតរបស់ពិភពលោកយើងទៅជជែកគ្នាអំពីតម្លៃមាសសិនខ្ញុំបញ្ជាក់ណាបងប្អូនសម្រាប់តម្លៃមាសអ្នកដែលអាចចាំលក់បានតម្លៃ$550ក៏ចាំអ្នកដែលគាត់ចង់ទាញឡើងរហូតដល់560ឬក៏$580ហ្នឹងជាក៏ចាំទៅតែសម្រាប់ខ្ញុំយល់ឃើញថានៅក្នុងពេលបច្ចុប្បន្នពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់ប្រាកដសម្រាប់ពេលដែលលោកតាចារកំពុងតែទាញណាការឡើង540 550ឬក៏560វាក៏គង់តែនឹងធ្លាក់ទៅវិញទេពីព្រោះវាពឹងអាស្រ័យទៅលើសេដ្ឋកិច្ចម្យ៉ាងនៅពីក្រោយហ្នឹងដែលពឹងផ្អែកទៅលើការកាត់បន្ថយអត្រាការប្រាក់នៅថ្ងៃទី28ខែមករានេះឯងដែលយើងមើលឃើញថាដូចជាមិនមានគោលនយោបាយកែប្រែក្នុងការទម្លាក់អត្រាការប្រាក់បន្ថែមនៅក្នុងដើមឆ្នាំទេប៉ុន្តែបើសិនជាមានការទម្លាក់មាសស្ទុះខ្លាំងណានៅក្នុងត្រីមាសទី1តែបើយើងមើលក្នុងពេលបច្ចុប្បន្នដូចជាมันមានទេហើយរឿងរ៉ាវរបស់ពិភពលោកដែលកំពុងតែកូរវល់ដោយលោក Donald Trump វាគឺជារឿងដែលវាបានកើតឡើងហើយភាពមិនច្បាស់ប្រាកដហ្នឹងតតាំងពីឆ្នាំ2024 23និង25នៅពេលដែលរឿងនោះស្ងប់បន្តិចទៅមាសក៏ចាប់តាមលក់ចេញទៅវិញទៅអញ្ចឹងអានេះវាជាយុទ្ធសាស្ត្រឬក៏ជាឯកទេសរបស់យើងម្នាក់ទេថាយើងចង់ទិញនៅក្នុងតម្លៃណាហើយយើងយល់ថាតម្លៃណាល្អសម្រាប់យើងឥឡូវយើងចូលតម្លៃមាសវិញសម្រាប់តម្លៃមាសនៅក្នុងថ្ងៃនេះស្ថិតនៅក្នុងតម្លៃ$539នៅក្នុងវិជីឬក៏$5,394.62 សេននៅក្នុងមួយតម្លឹង$5,394.62 នៅក្នុងមួយតម្លឹងឬក៏$4,439នៅក្នុងមួយអោនវាឡើងចុះហើយមុននឹងបន្តិចឡើង540ហើយសម្រាប់តម្លៃក្រាមគឺ$142.72 សេននៅក្នុង1ក្រាម$142.72 សេននៅក្នុង1ក្រាមសម្រាប់គីឡូគឺ$14719.35 សេននៅក្នុង1គីឡូ$14719.35 សេននៅក្នុង1គីឡូថ្ងៃនេះហាងឆេងថ្ងៃអង្គារបើកពេញអស់ហើយណាតំបន់អាស៊ីបើកពេញអស់បើយើងឃើញថាមានការឡើងថ្លៃក៏ឃើញនៅក្នុងថ្ងៃនេះច្បាស់ខ្លាំងណាវាបន្តច្បាស់ខ្លាំងនៅក្នុងថ្ងៃនេះព្រោះបើវាក៏ជ្រុលចេញពីថ្ងៃអាទិត្យថ្ងៃច័ន្ទថ្ងៃគេគឺនេះហើយពេលចូលដល់ថ្ងៃពុធថ្ងៃពហុយើងនឹងឃើញប្រសិទ្ធភាពឡើងអស់យើងនឹងឃើញសមិទ្ធកម្មនៃការឡើងមកវាអាចឡើងបានប៉ុណ្ណាអញ្ចឹងការសម្រេចចិត្តនៅការលក់ណាព្រោះតែនេះខ្ញុំប្រមូលលក់ច្រាស់រឹតអ្នកគុំលក់តាមខ្ញុំណាបើយើងអត់ត្រូវការអីគុំលក់តាមខ្ញុំហើយបើយើងលក់យកចំណេញហើយយើងចំណេញស្រាប់ហើយលក់ចុះតែបើតាមនេះគុំលក់អសក់ឥឡូវយើងចូលទៅដល់ support និង resistance តិចសិនសម្រាប់នេះប្រសិនបើនេះអាចធ្លាក់មកវិញយើងនិយាយថាប៉ះមកវិញណាវាអាចប៉ះនៅក្នុងតម្លៃ$4,420នៅក្នុងមួយអោនឬអាចនឹងបន្តប៉ះនៅក្នុងតម្លៃ$4,380នៅក្នុងមួយអោនហើយបន្តទៅតម្លៃ$4,360និង$4,300នៅតម្លៃទៀបពុតដូចជំរាបពីម្សិលមិញគឺ$4,280តែបើសិនមកមាសប៉ះនៅក្នុងតម្លៃ$4,465នៅក្នុងមួយអោនណាវានឹងព្យាយាមប៉ះនៅក្នុងតម្លៃខ្ពស់របស់វាគឺ$4,500និងឆ្ពោះទៅតម្លៃមួយទៀតគឺ$4,600វាចូលទៅ$4,500នៅក្នុងមួយអោនលក់ទេអាស្រ័យលើបងប្អូនទេឥឡូវយើងចូលដល់ព័ត៌មានយើងតិចកុំឲ្យរឿងច្រើនកុំឲ្យបញ្ហាច្រើនបងប្អូនពិភពលោកអត់ស្ងប់ស្ងាត់ទេនៅក្នុងឆ្នាំ2025 2026 2027នឹងនៅបន្តនៅក្នុងពេលបច្ចុប្បន្ននឹងរឿង4ដែលលោក Donald Trump គាត់ត្រូវការរឿង4ដែលលោក Donald Trump គាត់ត្រូវការហើយរឿងនេះវាអាចមានបន្តទៅដល់សហរដ្ឋអាមេរិកនៅក្នុងអនាគតដែរប្រសិនបើគណៈបក្សសាធារណរដ្ឋនៅតែជាប់ឆ្នោតទៅទៀតតែបើសិនជាអត់ទេអានឹងគឺផ្សេង
តែយើងឃើញថាលោកតំណាងក៏លោកតំណាងក៏បញ្ញត្តិណារឿងទី1គឺការកសាងប្លុកអំណាចរឿងទី2គឺសង្គ្រាមសេដ្ឋកិច្ចរឿងទី3គឺតំបន់សន្តិសុខសម្រាប់សហរដ្ឋអាមេរិកហើយរឿងទី4គឺមេដឹកនាំនៅតំបន់ដែលប្រឈមឬក៏ផ្ដល់គ្រោះថ្នាក់ទៅដល់សហរដ្ឋអាមេរិកជាសហរដ្ឋអាមេរិកនឹងធ្វើការបែងចែកអំណាចឥទ្ធិពលរបស់ខ្លួនណាឲ្យបានច្បាស់ថាប្លុកណាសហរដ្ឋអាមេរិកយកប្លុកណានឹងបណ្ដោយឲ្យចិនយកហើយប្លុកណាដែលជាប្លុកដែលមានគ្រោះថ្នាក់ដល់សហរដ្ឋអាមេរិកបដូរយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងនិងបដូរយុទ្ធសាស្ត្រក្នុងការទាញយកប្រយោជន៍និងបដូរយុទ្ធសាស្ត្របដូរអ្នកដឹកនាំតំបន់ហ្នឹងឬក៏មានរឿងផ្សេងទៀត4ប្លុកនេះគេជឿជាក់បែបហ្នឹងបានយើងអាចមើលសម្ដីរបស់លោក Donald Trump គាត់បាននិយាយពីវេណេស៊ុយឡាគាត់ហៅប្រទេសវេណេស៊ុយឡានឹងជាប្រទេសឈឺធ្ងន់ការឈឺធ្ងន់របស់វេណេស៊ុយឡានឹងគឺឈឺធ្ងន់នឹងប្រេងនឹងតែមកមែនតើលោក Donald Trump គាត់ប្រើយុទ្ធសាស្ត្រ4ក្នុងការធ្វើការរបស់គាត់ទី1គម្រាមកំហែងទី2គឺដាក់ពន្ធគយទី3ប្រើអំណាចយោធាគៀបសង្កត់ទី4គឺបំបាក់មុខឬក៏ប្រើការចរចាបំបាក់មុខជាវិធានការដែលលោកធ្វើណាអញ្ចឹងលោក Donald Trump ក៏កំពុងតែយកឈ្នះឬក៏កំពុងតែធ្វើបែបណាឲ្យបណ្ដាប្រទេសនៅអាមេរិកឡាទីនមានបូកទាំង Greenland ដែលគាត់និយាយចុងក្រោយមិញហ្នឹងស្ថិតនៅក្នុងអំណាចឬក៏ការក្តោបក្តាប់របស់លោក Donald Trump ឬក៏សហរដ្ឋអាមេរិកហ្នឹងតែម្ដងអញ្ចឹងរឿងទី1ឲ្យបានឃើញគឺវេណេស៊ុយឡាលោក Donald Trump បានកម្ចាត់ហើយលោក Donald Trump ក៏បានបញ្ជាក់ដែរថាប្រទេសដែលតោងជាប់ជាមួយនឹងវេណេស៊ុយឡាហ្នឹងគឺគុយបាគឺអាស្រ័យទៅលើចំណូលរបស់វេណេស៊ុយឡាហ្នឹងវេណេស៊ុយឡាហ្នឹងក៏នឹងរងគ្រោះដូចគ្នាដែរអរគុណសម្រាប់អ្នកកែខ្ញុំណាវេណេស៊ុយឡាហៅខ្មែរចំហើយអង់គ្លេសចំដែរសម្រាប់គុយបាគឺពឹងផ្អែកទៅលើចំណូលរបស់វេណេស៊ុយឡាអញ្ចឹងឥឡូវប្រទេសហ្នឹងក៏ជាប់ដូចគ្នាដែរហើយនៅប្រទេសមួយទៀតកូឡុំបៀគឺជាប្រទេសដែលលោក Donald Trump ប្រើភាសាធ្ងន់ថាមេដឹកនាំហ្នឹងមានជំងឺលើសឈាមហើយជាប្រទេសដែលមានមេដឹកនាំញៀនសារធាតុកូកាអ៊ីនជាអ្វីដែលលោក Donald Trump ត្រូវតែផ្លាស់ប្ដូរដូចគ្នាហើយទិសដៅសំខាន់គឺអារម្មណ៍ពីព្រោះប្រទេសធំដូចជារុស្ស៊ីនិងចិនអាចរស់រានមានជីវិតឲ្យបង្កើតឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនបានណាដោយសារតែការផ្គត់ផ្គង់ប្រេងរបស់ប្រទេសនៅតាមបណ្ដាអាមេរិកឡាទីននឹងឯងហើយក្នុងនោះលោកក៏បាននិយាយពីអ្នកជិតខាងខ្សោយយើងស្គាល់អ្នកជិតខាងខ្សោយគឺ Denmark គាត់និយាយពីតំបន់ Greenland ហេតុអីក៏គាត់និយាយពីតំបន់ Greenland គឺជាតំបន់ដែលមានសម្បូររ៉ែធនធានធម្មជាតិសម្រាប់មានភាពចាំបាច់សម្រាប់ AI ដែលសហរដ្ឋអាមេរិកនឹងតែការប្រើប្រាស់ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើចិត្តប៉ុន្តែយើងមើលទៅ Denmark នៅក្នុងពេលបច្ចុប្បន្នគឺពិបាកគ្រប់គ្រងហើយចាក់ទៅជាមួយនឹងឥទ្ធិពលឬក៏សម្ពាធឬក៏ការចរចាជាមួយចិនឬក៏ទំនោរជាមួយចិនក៏មានឥទ្ធិពលទៅក្នុង Denmark ដែរអញ្ចឹងលោក Donald Trump កំពុងតែធ្វើឲ្យប្រទេសហ្នឹងខ្សោយដើម្បីងាយក្នុងការគ្រប់គ្រងអញ្ចឹងអាចនិយាយបានថាសកម្មភាពរបស់លោក Donald Trump នៅក្នុងរយៈចុងក្រោយបន្ទាប់ពីបង្ហាញឥទ្ធិពលរយៈពេលត្រឹមតែ1ម៉ោងកម្ចាត់មេដឹកនាំវេណេស៊ុយឡាហើយយកទៅកាត់ទោសក្នុងនាមជាមេឧក្រិដ្ឋកម្មលាងលុយនិងរត់ពន្ធថ្នាំញៀនចូលក្នុងសហរដ្ឋអាមេរិកហ្នឹងវាកំពុងតែធ្វើឲ្យពិភពលោកកំពុងតែរង្គោះរង្គើអំពីស្ថានភាពសេដ្ឋកិច្ចរបស់ពិភពលោកយ៉ាងណាមិញអ្វីដែលយើងជជែកគ្នាអ្វីដែលយើងនិយាយយើងចង់ជំរាបជូនបងប្អូនថាវាជាផែនការយូរយារមកហើយរបស់សហរដ្ឋអាមេរិកហើយរឿងរ៉ាវទាំងអស់នេះនឹងគាំពៀតម្លៃមាសប៉ុន្តែមិនមែនមានន័យថាតម្លៃមាសនឹងត្រូវហក់កញ្ជ្រោលឡើងដោយសេះដាច់កន្លងបន្ទាប់ពីព័ត៌មានឬក៏បន្ទាប់ពីការបង្ហាញអំពីចំណងរបស់លោក Donald Trump ហ្នឹងកើតឡើងទេវាឡើងហើយវានឹងធ្លាក់ចុះតោងអាស្រ័យបងប្អូនចេះទាញយកផលចំណេញពីព័ត៌មាននេះខ្ញុំជម្រាបខ្ញុំជឿជាក់ថាព័ត៌មាននេះយ៉ាងច្រើនថ្ងៃនេះថ្ងៃទី5 2សប្តាហ៍ទៀតយើងអាចឃើញឥទ្ធិពលរបស់មាសថយចុះមួយតែបើសិនជាវាមិនថយចុះវិញអានឹងខ្ញុំខុសហើយពីព្រោះយើងមើលទៅលើការទិញដូរលក់រួមជាមួយនឹងគោលនយោបាយនៃការកាត់បន្ថយការកាត់បន្ថយគ្រឿងជម្រាបជូនម្ដងខែម្ដងទៀតព័ត៌មានបន្ថែមសម្រាប់អ្នកអន្សំមាសអ្នកក៏សួរថាខ្ញុំនៅអន្សំមាសបានអត់នៅតែអន្សំបានហេតុអីព្រោះតែពិភពលោកកំពុងតែចម្ពាក់លុយហើយកម្រិតចម្ពាក់លុយធ្ងន់ធ្ងររហូតដល់ទៅ 310% នៃ GDP របស់ពិភពលោកបើយើងគិតជាបំណុលហ្នឹងគឺមានរហូតដល់ទៅ346 trillion មិនមែនជាតួលេខតិចទេហើយតួលេខអ្នកជំពាក់ហ្នឹងបើយើងនិយាយពីរដ្ឋាភិបាលស្ទើរតែ 100% ហើយក្នុងហ្នឹងគឺកម្ចីឯកជនអញ្ចឹងមានទាំងកម្ចីឯកជនមានទាំងកម្ចីរបស់រដ្ឋាភិបាលនៅក្នុងន័យខ្លីមានន័យថានៅពេលដែលពិភពលោកផលិតលុយបាន$1ប៉ុន្តែពិភពលោកជំពាក់លុយរហូតដល់ទៅ$3 ចិត្តមកកាក់
ពីព្រោះយើងនិយាយពីអត្រាភាគរយនៃ GDP ណា310%ចឹងហើយពិភពលោកកំពុងតែតោងទាមនៅផលលំបាកនៅក្នុងហ្នឹងបើយើងមើលបំណុលរបស់ពិភពលោកតែច្រើនគឺបំណុលរបស់រដ្ឋាភិបាលនិងបំណុលតែទៅជាមួយនឹងវិស័យចលនាទ្រព្យបំណុលរដ្ឋាភិបាលវាកើនឡើងតាមរយៈការចាក់បញ្ចូលសាច់ប្រាក់ដើម្បីជួយសេដ្ឋកិច្ចនៅពេលដែលមានជំងឺអាសន្នរោគ COVID រួមជាមួយនឹងវិបត្តិសេដ្ឋកិច្ចការចំណាយយ៉ាងច្រើននៅក្នុងពេលបច្ចុប្បន្ននេះគឺតាក់ទងជាមួយនឹងបញ្ហាសង្គ្រាមរឿងដែលបារម្ភខ្លាំងហើយនឹងកើតទៅជាវិបត្តិគឺតួលេខនៃយុវជនក្មេងៗរបស់ពិភពលោកធ្លាក់ចុះវាកំពុងតែក្លាយទៅជាប្រធានបទក្តៅក្នុងការគម្រាមកំហែងដល់បណ្ដាប្រទេសទាំងអស់ដែលជាប់ពាក់លុយពីព្រោះកំពុងបាត់ទៅសល់ស្ដំនៃកម្លាំងពលកម្មស្នូលរបស់ពួកគេតែម្ដងអាហ្នឹងគឺជារឿងមួយយើងឃើញប្រទេសដែលមានជីវភាពទូទៅឬក៏ប្រទេសដែលស្ថិតនៅក្នុងសេដ្ឋកិច្ចជាលឿនអភិវឌ្ឍហើយបំណុលមិនសូវមានឥទ្ធិពលទៅក្នុងបញ្ហានៃការធ្លាក់ចុះរបស់គេប្រហែលទេអាចគ្រាន់តែជាក្របកាំងឬក៏កំណើតទេប៉ុន្តែបើសិនជាប្រទេសដែលកំពុងតែអភិវឌ្ឍឬក៏ប្រទេសដែលកំពុងតែមិនមានដំណាភាពនៅបញ្ហាបំណុលធ្លាក់ចូលទៅក្នុងវិបត្តិបំណុលរហូតដល់ខ្សែធនក៏មានដែរកាលពីនោះគឺ60ទៅ65%បំណុលរបស់ពិភពលោកនឹងកំពុងតែជាប់ទៅលើរឿងពីរគឺទី1គឺការប្រើប្រាស់ផ្ទាល់ខ្លួនហើយរឿងទី2គឺបំណុលអចលនទ្រព្យដែលគេជឿជាក់ថាស្ថានភាពអចលនទ្រព្យរបស់ពិភពលោកនឹងបន្តអូសបន្លាយនៅក្នុងរយៈពេលវែងទៀតវែងនេះគេអត់បានកំណត់ទេអាច 2-3 ឆ្នាំឬក៏ 4-5 ឆ្នាំទៀតក៏ថាបានដែរហើយសារចេញការពមៀននេះគឺចេញដោយ IMF បងប្អូនអាចទៅផ្ទៀងផ្ទាត់ជាមួយតួលេខបំណុលទាំងអស់នេះបានយើងអាចរាប់ទុកបានថានៅក្នុងឆ្នាំ1980បំណុលរបស់ពិភពលោកមានតែ 150% ទេនៅក្នុងឆ្នាំ2000គឺមាន 200% ហើយនៅក្នុងវិបត្តិរបស់ពិភពលោកដែលគេចាត់ទុកថាវិបត្តិធ្ងន់ធ្ងរហ្នឹងគឺក្នុងឆ្នាំ2008គឺមាន 210% ហើយនៅក្នុងសម័យ COVID គឺមាន 260% នៅក្នុងសម័យបច្ចុប្បន្នឆ្នាំ2025ដែលយើងជឿជាក់ថាសេដ្ឋកិច្ចអាចឡើងមកវិញហ្នឹងពិភពលោកជាប់ពាក់បំណុលរហូតដល់ទៅ 310% បើយើងនិយាយពីតុល្យភាពនៅក្នុងរយៈពេល20ឆ្នាំចុងក្រោយគឺពិភពលោកកើនឡើងបំណុល 200% ឬក៏10ឆ្នាំចុងក្រោយពិភពលោកកើនបំណុល 100% ហើយបើយើងគិតជាមួយឆ្នាំយើងពិភពលោកកើនបំណុល 10% ហើយតួលេខហ្នឹងនឹងបន្តទៅមុខទៀតនៅពេលដែលយើងសួរថានិយាយពីបញ្ហាបំណុលពិភពលោកហ្នឹងវាតើតើថ្ងៃតម្លៃមានបងប្អូនតែដឹងថាចេះពិភពលោកកាន់តែមានបំណុលពិភពលោកកាន់តែបោះពុម្ពលុយហើយក្នុងពេលដែលពិភពលោកកាន់តែបោះពុម្ពលុយមនុស្សកាន់តែកកើតនៅពេលដែលមនុស្សកាន់តែកកើតអាជីវកម្មកាន់តែមានអាជីវកម្មកាន់តែមានតម្រូវការលុយកាន់តែត្រូវការបន្ថែមសម្រាប់សេដ្ឋកិច្ចដែលគេល្អការបោះពុម្ពលុយមានការគ្រប់គ្រងត្រឹមត្រូវតាមតម្រូវការប៉ុន្តែបើសម្រាប់សេដ្ឋកិច្ចដែលប្រទេសមួយចំនួនដែលមិនល្អទេអាប្រមាណដែលខ្ញុំរៀបរាប់ហ្នឹងវាតោងតែដឹកជាប់គ្នាគឺបោះពុម្ពលុយរហូតបោះពុម្ពលុយចាប់តាមថោករហូតតែពេលដែលចាប់ថោកអ្នកវិនិយោគមួយចំនួនយើងនិយាយអត់ចាំបាច់និយាយដុល្លារទេយើងនិយាយដូចទៅអ្នកវិនិយោគមួយចំនួននៅក្នុងបណ្ដាប្រទេសដែលមានលុយចុះថោកឬក៏រូបិយបានចុះថោកហ្នឹងគេចាប់ផ្ដើមទិញទ្រព្យសម្បត្តិទុកដែលការពារនៅការធ្លាក់ចុះលុយបំណុលរបស់គេសេដ្ឋកិច្ចល្អគេទិញផ្សារហ៊ុនគេទិញអចលនទ្រព្យក៏គេទិញមាសនិងក៏ទិញទ្រព្យសម្បត្តិផ្សេងៗដែលការពារនៃការធ្លាក់ចុះនៃតម្លៃប្រាក់អញ្ចឹងអាចរាប់បានថាបន្តទៅទៀតយើងនៅឃើញតម្លៃមាសមានការកើនឡើងទៅទៀតនៅក្នុងរយៈពេល20ឆ្នាំនេះមានការឡើងបានប្រមាណ100ដងនៃតម្លៃវាហើយអញ្ចឹងវានឹងបន្តនៅក្នុង10ឆ្នាំទៅមុខទៅទៀតប៉ុន្តែគ្រាន់តែវាទៅតាមដំណាក់របស់វាហើយស្របពេលដែលសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2026នៅក្នុងឆ្នាំ2027គឺជឿជាក់ថាសហរដ្ឋអាមេរិកនឹងបន្តបោះពុម្ពលុយរបស់ខ្លួនបន្ថែមទៀតដើម្បីគ្រប់គ្រងនៅបំណុលរបស់ខ្លួនដែលមានរហូតដល់ទៅ38 trillion ដែលអត្រាការប្រាក់គ្រាន់តែសនោះគឺ1 trillion ជាងអញ្ចឹងសាច់ប្រាក់របស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2026គេជឿជាក់ថាអាចនឹងធ្លាក់រហូតដល់ទៅ10% ជាងនៃប្រាក់ដុល្លារប៉ុន្តែបើសិនបើគោលនយោបាយរបស់លោក Donald Trump ក៏ចេញមកមានភាពល្អណាមួយដែលធ្វើឲ្យសហរដ្ឋអាមេរិកក្តៅក្តាប់អំណាចដែលកំពុងតែធ្វើអំណាចទុនធានអំណាចសេដ្ឋកិច្ចនិងខ្សែសង្វាក់ផលិតកម្មរបស់ពិភពលោកឡើងវិញយើងនឹងឃើញរូបភាពផ្សេងគឺអាចនឹងមានធ្វើឲ្យប្រាក់ដុល្លារមានការកើនឡើងហើយផ្សារស្តុករបស់សហរដ្ឋអាមេរិកឬក៏បានបំណុលរបស់សហរដ្ឋអាមេរិកជារូបិយប័ណ្ណដុល្លារកំពុងតែរងគ្រោះដោយសារតែការប្រកួតប្រជែងពីលយ័នចិនអំពីតម្លៃមាសនិងភូមិសាស្ត្រនយោបាយនឹងមានការកែប្រែដូចគ្នាដែរយ៉ាងណាមិញវាគ្រាន់តែជាព័ត៌មានឧបត្ថម្ភដើម្បីជំរាបជូនបងប្អូនឲ្យយល់អំពីស្ថានភាពរបស់ពិភពលោកឲ្យដឹងអំពីដំណើរការនៃការផ្លាស់ប្ដូរនៃរូបិយប័ណ្ណតែប៉ុណ្ណោះហើយសង្ឃឹមថាវានឹងមានប្រយោជន៍សម្រាប់បងប្អូនរាល់ការនិយាយរបស់ខ្ញុំមិនកំណត់ថាត្រឹមត្រូវទេវាអាស្រ័យតោង
តាមបងប្អូនក៏ភ្លេចព្យាយាមរកព័ត៌មានបន្ថែមដើម្បីគប់គង់ជាមួយនឹងព័ត៌មានដែលកំពុងតែមានសូមអរគុណសូមជម្រាបលា